បន្ទាប់ពីអង្គុយលេងសើចសប្បាយជាមួយគ្នាហើយឥឡូវនេះក៏ដល់ពេលដែលត្រូវទៅមកជួរដើម្បីចូលទៅក្នុងដើម្បី check in ឥឡូវហ្នឹងក៏បានចូលទៅកន្លែង check in ហើយបានតែសារថាម្នាក់ឯងអវ៉ាន់ស្ពីងសពងផងឯកសារផងអត់បានថតបានច្រើនថតបានខ្លីៗកាត់បាទបន្ទាប់ពី check in ហើយឥឡូវបានចុងស្លាកហើយបានចុងស្លាកដើម្បីយើងធៀមចូលទៅកន្លែងដែលយើងទៅហោះបាទឃើញហើយចុងស្លាកចំហោះ2ហ្នឹងគឺដោយសារតែខ្ញុំហ្នឹងត្រូវហោះទៅចុះនៅវៀតណាមបន្ទាប់ពីហោះពីចុះពីវៀតណាមហ្នឹងហើយបានហោះពីវៀតណាមហ្នឹងត្រូវទៅដល់កូរ៉េទៀតបាទឥឡូវហ្នឹងគឺដើរចូលក្នុងហើយបន្ទាប់ពីគេឆែកអីវ៉ាន់ឆែកឲ្យគឺខ្ញុំត្រូវដើរចូលក្នុងដោយសារតែគេអត់ឲ្យខ្ញុំថតអញ្ចឹងខ្ញុំមិនអាចថតបានទេឥឡូវហ្នឹងគឺខ្ញុំកំពុងតែដើរទៅរកកន្លែង The Gate ដែលខ្ញុំត្រូវជិះបាទ Gate ដែលខ្ញុំត្រូវជិះហ្នឹងគឺឯ A32 បាទតបមកគឺយើងដើរមើលទៅឥឡូវដើរមកដល់ A31 ហើយក៏ដើរតម្រង់ចូលមកក្នុងបាទឃើញមានកន្លែងគេលក់អីវ៉ាន់គេលក់អីច្រើនដែរនៅខាងក្នុងហ្នឹងបន្ទាប់មកខ្ញុំក៏ដើររកកន្លែងដែលលក់ទឹកលក់អីហ្នឹងហើយខ្ញុំក៏បានទិញភេសជ្ជៈខ្លះហើយនឹងនំតិចតួចទុកយកទៅអង្គុយដើម្បីរងចាំហើយមុនពេលទៅហោះហ្នឹងគឺរងចាំរយៈពេលរៀងយូរដែរនឹងជិត1ម៉ោងដែរព្រោះហើយយើងត្រូវចាំឲ្យគ្រប់ដល់ម៉ោងគេអញ្ចឹងក៏បានទិញនំទិញអីខ្លះយកទៅញ៉ាំបន្ទាប់ពីខ្វែររបស់ញ៉ាំហើយក៏បានគិតលុយហើយក៏ចាប់ដើមដើរតម្រង់ទៅមុខទៀតទៅ Gate ដែលត្រូវជិះហ្នឹងបាទដើរជិតដល់ហើយលេខ A32 ហ្នឹងបាទបន្ទាប់ពីមកដល់កន្លែង Gate ដែលត្រូវជិះហើយខ្ញុំក៏បានដើរចុះមកខំដើម្បីយើងមក stand by រងចាំហោះព្រោះដោយសារតែខ្ញុំពេលខ្ញុំមកដល់ហ្នឹងវាម៉ោង6 កន្លះជិត7ម៉ោងដែលខ្ញុំទៅហោះគឺម៉ោង8ឥឡូវគឺបានមកដល់ហើយប៉ុន្តែអត់ទាន់មានគ្នាមកដល់ដែរដោយសារតែគេនៅ check in ឥឡូវខ្ញុំមកដល់មុនគេខ្ញុំមកបានអង្គុយរងចាំមុនគេបាទ